សួស្តីអ្នកទាំងអស់គ្នាពេលនេះយើងមកបន្តរឿង Dragon Ball Z ជាបន្តទៀតប៉ុន្តែនៅក្នុងវីដេអូនេះដែរខ្ញុំនឹងធ្វើការបកស្រាយនៅ movie មួយដែលមានចំណងជើងថា Bardock the Father of Goku ដែលជាសាច់រឿងនិយាយអំពីប្រវត្តិរបស់ឪពុក Goku ប៉ុន្តែវាមិនស្ថិតនៅក្នុងបន្ទាត់ពេលវេលាគោទេគឺវាគ្រាន់តែជាសាច់រឿងដែលកើតឡើងនៅក្នុងបន្ទាត់ពេលវេលាមួយទៀតតែប៉ុណ្ណោះដែលអ្នកនិពន្ធគេបានធ្វើឡើងដើម្បីឲ្យអ្នកទស្សនាដឹងអំពីប្រវត្តិខ្លះៗចំពោះសាច់រឿងគោលវិញគេមិនបានបង្ហាញអំពីប្រវត្តិរបស់ Bardock ទេរហូតដល់សាច់រឿង Broly ទើបគេបង្ហាញឲ្យយើងដឹងអញ្ចឹងបើចាំ admin សម្រាយដល់វគ្គ Broly គឺវាយូរពេកអញ្ចឹងហើយ admin ក៏សម្រេចចិត្តសម្រាយរឿងមួយនេះដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងអំពីប្រវត្តិខ្លះៗអំពី Bardock ដែលជាឪពុករបស់ Goku អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងថានឹងមានរឿងអ្វីកើតឡើងខ្លះចំពោះឪពុករបស់ Goku កុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ការបកស្រាយទាំងអស់គ្នានៅលើពុកវិជីថាមានក្មេងប្រុសសេនម្នាក់បានស្រែកយំជាខ្លាំងដែលគេមានឈ្មោះថា Kakarot ដែលយើងស្គាល់ថាជា Goku នឹងអ្នកវិទ្យាសាស្ត្រដែលនៅទីនោះគាត់ពិតជាភ្ញាក់ផ្អើលនឹងការស្រែកយំនេះខ្លាំងមែនទែនព្រោះថាតាមរយៈសម្លេងស្រែកយំដ៏ខ្លាំងរបស់ក្មេងនេះគេនឹងលូតលាស់ខ្លាយទៅជាអ្នកចម្បាំងសេនម្នាក់ដែលមានថាមពលខ្លាំងអ្នកវិទ្យាសាស្ត្រម្នាក់ទៀតក៏ពិនិត្យមើលឪពុកម្ដាយរបស់គេហើយក៏ឃើញថាគេគឺជាកូនប្រុសរបស់ Bardock ដែលគ្រាន់តែជាសេនថ្នាក់ទាបម្នាក់តែប៉ុណ្ណោះហើយអ្នកវិទ្យាសាស្ត្រហ្នឹងក៏គិតថាវាមិនអាចទៅរួចទេដែលក្មេងនេះអាចក្លាយទៅជាអ្នកចម្បាំងដ៏ខ្លាំងបានអ្នកវិទ្យាសាស្ត្រដែលមានវ័យចំណាស់ក៏បើកប្រអប់នោះហើយក៏ប្រាប់ថានេះគឺជាសម្លេងស្រែកយំរបស់អ្នកចម្បាំងដែលមានថាមពលខ្លាំងហើយគាត់ក៏ប្រាប់ឲ្យអ្នកវិទ្យាសាស្ត្រម្នាក់ទៀតចងចាំនៅឈ្មោះ Kakarot នេះទុកបើយើងមកមើលភព Kanasa វិញកំពុងតែមានប្រច័ណ្ឌពេញបូរមីហើយក៏មានការប្រយុទ្ធគ្នារវាងពូជសាសន៍ Kanasa និង Grade Ape មួយក្រុមដែលជាក្រុមរបស់ Bardock Grade Ape ទាំងនោះក៏ធ្វើការបាញ់កំទេចអ្វីៗដែលនៅទីនោះក៏ដូចជាសម្រាប់ពូជ Kanasa ផងដែរព្រឹកឡើងពួកគេក៏ជជែកគ្នាលេងហើយក៏និយាយថាពួកគេមិនចងចាំអ្វីដែលពួកគេបានធ្វើទេនៅពេលដែលពួកគេស្ថិតនៅក្នុងទម្រង់ Grade Apeសមាជិកក្រុមស្រីម្នាក់ដែលមានឈ្មោះថា Fasha ក៏និយាយថាក្នុងក្រុមរបស់ពួកគេមានតែ Bardock តែប៉ុណ្ណោះដែលចងចាំអ្វីដែលគេបានធ្វើនៅពេលដែលគេស្ថិតនៅក្នុងទម្រង់ Grade Ape សមាជិកក្រុមម្នាក់ទៀតដែលមានឈ្មោះថា Thora ក៏និយាយថា Bardock គេមិនដែលចងចាំអំពីជីវិតប្រចាំថ្ងៃរបស់គេទេនិយាយចុះនិយាយឡើងពួកគេក៏សួរនាំ Bardock អំពីថ្ងៃដែលកូនរបស់គេបានកើតតែ Bardock ក៏ប្រាប់ថាកូនរបស់គេបានកើតមកយូរហើយFasha ក៏និយាយថាក្រែងកូនរបស់ឯងកើតការពីម្សិលមិញហីពេលដែលធ្វើបេសកកម្មរួចកុំភ្លេចទៅមើលកូនរបស់ឯងផង Bardock ក៏បដិសេធព្រោះថាកូនរបស់គេនឹងត្រូវបញ្ជូនទៅពុកផ្សេងទៀតអញ្ចឹងហើយទោះបីជាគេទៅមើលក៏វាគ្មានប្រយោជន៍អីដែរសមាជិកម្នាក់ទៀតដែលមានឈ្មោះថា Suges បានចោទជាសំណួរថាហេតុអ្វីបានជា Frieza ចង់គ្រប់គ្រងភពដែលគ្មានប្រយោជន៍មួយនេះ Bardock ក៏តបថាគេឮថាភពមួយនេះមានថាមពលពិសេសThora ក៏និយាយថាពូជសាសន៍ដែលរស់នៅលើភពមួយនេះពួកគេអាចអានខួរក្បាលរបស់អ្នកដទៃបានហើយថែមទាំងអាចមើលឃើញអនាគតកាលបានថែមទៀតនៅពេលនឹងដែរមេតបរបស់ Kanasa ក៏ចេញមកពីក្នុងថ្មហើយក៏និយាយថាគេសង្ឃឹមថាពូស្វាដូចជាឯងអាចអានខួរក្បាលបាននៅពេលដែលពួកឯងសម្លាប់ទាហានរបស់យើងមេតាហាននោះក៏ស្ទុះទៅចាក់អ្វីម្យ៉ាងចូលទៅក្នុងខួរក្បាលរបស់ Bardock ឃើញបែបនេះគ្នារបស់ Bardock ក៏បានដុតសម្លាប់មេតាហានម្នាក់នោះមុននឹងគាត់ស្លាប់ក៏បានប្រាប់ Bardock ថាគាត់បានប្រកោតថាមពលនៅក្នុងការអានខួរក្បាលនិងមើលឃើញអនាគតកាលរបស់គាត់ទៅកាន់គេហើយនេះគឺជាកាដូចុងក្រោយរបស់គាត់ទៅកាន់ Bardock ដើម្បីឲ្យ Bardock មើលឃើញអំពីការវិនិច្ឆ័យរបស់គេដូចជាភព Kanasa នេះអញ្ចឹងនិយាយរួចគាត់ក៏សើចដោយខឹងពេក Bardock ក៏បាញ់សម្លាប់មេតាហាននោះចោលបាត់ទៅស្របពេលនឹងដែរ Bardock ក៏ដួលសន្លប់បើយើងមកមើលវិជីថាវិញគេកំពុងតែវឹកហាត់ដើម្បីឲ្យថាមពលរបស់គេកាន់តែខ្លាំងជាងមុននៅកន្លែងនឹងដែរក៏មានវត្តមានរបស់ Nappa ដូចគ្នាអ្នកដែលគ្រប់គ្រងបន្ទប់វឹកហាត់នោះពិតជាភ្ញាក់ផ្អើលនឹងថាមពលរបស់វិជីថាខ្លាំងមែនទែនព្រោះថាគេនៅក្មេងទេប៉ុន្តែថាមពលរបស់គេវិញគឺថាខ្លាំងជាងអ្នកចម្បាំងសេនដែលស្ថិតនៅក្នុងថ្នាក់ទាបទៅទៀតនៅតាមផ្លូវវិជីថាក៏រអ៊ូព្រោះថាគេធុញទ្រាន់នឹងការវឹកហាត់នៅក្នុងបន្ទប់នេះណាគឺគេចង់ធ្វើបេសកកម្មមួយដែលតាក់ទងទៅនឹងការប្រយុទ្ធគ្នាវិជីថាក៏បន្តទៀតថានៅថ្ងៃណាមួយគេនឹងលែងស្ដាប់បញ្ជារបស់ Frieza ទៀតហើយមកមើល Frieza វិញសាបនបានមករាយការណ៍ប្រាប់គេថាភព Kanasa ពួកគេគ្រប់គ្រងបាន 100% ហើយលើបែបនេះ Dodoria ក៏ភ្ញាក់ផ្អើលព្រោះថាភព Kanasa នេះពួកគេប្រយុទ្ធចិត្តមួយខែហើយប៉ុន្តែវាហាក់បីដូចជាមិនអាចគ្រប់គ្រងបានហើយពួកគេក៏មានគម្រោងនៅក្នុងការចុះទៅភពនោះដោយផ្ទាល់ផងដែរ Frieza ក៏សួរថាតើអ្នកណាគេគឺជាអ្នកដែលវាយយកភពនោះបានសាបនក៏ប្រាប់ថាក្រុមសេនមួយក្រុម Dodoria វិញក៏គិតថាពួកសេននោះប្រហែលជាសេនថ្នាក់ខ្ពស់តែសាបនក៏ប្រាប់ថាសេនដែលវាយយកភព Kanasa នោះគឺត្រឹមតែជាសេនថ្នាក់ទាបតែប៉ុណ្ណោះលើបែបនេះ Frieza ក៏បិទភ្នែកដែលមើលទៅគេហាក់បីដូចជាព្រួយបារម្ភនឹងរឿងអ្វីម្យ៉ាងអញ្ចឹង Dodoria ក៏បន្តទៀតថាក្រុមសេនថ្នាក់ទាបទាំងនេះចាប់ផ្ដើមការថាមពលរបស់គេកាន់តែខ្លាំងជាងមុនហើយជាពិសេសសេនម្នាក់ដែលមានឈ្មោះថា Bardock ពេលនឹងដែរវិជីថាក៏ចូលមកហើយក៏សូមឲ្យ Frieza ផ្ដល់បេសកកម្មមួយដែលតាក់ទងនឹងការប្រយុទ្ធគ្នាមកឲ្យគេ
Zabon ក៏ស្ដីឲ្យវិជីថាព្រោះថាមានតែអ្នកដែល Frieza ក៏ហៅមកតែប៉ុណ្ណោះទើបពួកគេអាចចូលមកជួប Frieza បាន Zabon ក៏ដេញឲ្យវិជីថាត្រឡប់ទៅវិញបើសិនជាគេមិនចង់ឈឺសាច់ទេ Frieza ក៏ប្រាប់ឲ្យ Zabon ប្រគល់បេសកកម្មណាដែលលំបាកជាងគេបង្អស់ទៅកាន់វិជីថាឮបែបនេះ Zabon ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន Frieza ក៏និយាយឌឺទៅកាន់វិជីថាសង្ឃឹមថាឯងនឹងធ្វើការងារមួយនេះបានសម្រេចហើយនឹងត្រឡប់មកវិញដោយមានជីវិតវិជីថាក៏អរគុណ Frieza ហើយក៏ធ្វើដំណើរចាញ់ចេញពីទីនោះបាត់ទៅមកមើល Bardock ដែលកំពុងព្យាបាលវិញអ្នកវិទ្យាសាស្ត្រទាំងពីរនាក់នោះពិតជាភ្ញាក់ផ្អើលនឹងការរីកចម្រើនរបស់ Bardock ខ្លាំងមែនទែនព្រោះថាបើសិនជាគេនៅតែបន្តការឡើងថាមពលកាន់តែខ្លាំងជាងនេះទៀតនោះថាមពលរបស់គេនឹងកាន់តែខ្លាំងជាង King Vegeta ទៅទៀត King Vegeta កន្លែងនេះដែរគឺសំដៅទៅដល់ឪពុករបស់ Vegeta ពេលនឹងដែរគ្នារបស់ Bardock ក៏មកសួរអ្នកវិទ្យាសាស្ត្រទាំងពីរនាក់នោះអំពីសុខភាពរបស់ Bardock បន្ទាប់ពីពិនិត្យហើយឃើញថា Bardock កើតមានបញ្ហាអីទេគ្រាន់តែរលកសញ្ញានៃខួរក្បាលរបស់គេមានការប្រែប្រួលឃើញបែបនេះពួកគេទាំង4នាក់ក៏សម្រេចចិត្តទៅធ្វើបេសកកម្មដោយមិនមានវត្តមានរបស់ Bardock ខណៈពេលដែលកំពុងព្យាបាល Bardock ក៏មើលឃើញនៅរូបភាពច្របូកច្របល់មួយចំនួនហើយនៅក្នុងនោះក៏មានរូបភាពកូនរបស់គេដែលជាខាការ៉ុតផងដែរប៉ុន្តែគេមិនយល់អំពីអ្វីដែលគេមើលឃើញនេះទេព្រោះថាកំហឹងដែលគេមើលឃើញគឺវានៅមិនទាន់ច្បាស់នៅឡើយបន្ទាប់ពីព្យាបាលរួចលោកតាអ្នកវិទ្យាសាស្ត្រក៏ប្រាប់ឲ្យ Bardock សម្រាកពីបេសកកម្មរបស់គេមួយរយៈសិនទៅតែ Bardock ក៏បដិសេធ Bardock ក៏សួរថាតើគ្នារបស់គេទៅណាអស់ហើយព្រោះថាមុននឹងគេបានឮសំឡេងរបស់ Thora អ្នកវិទ្យាសាស្ត្រនឹងក៏ប្រាប់ថាគ្នារបស់គេបានធ្វើដំណើរទៅភពមិត្តតាមការបញ្ជារបស់ Frieza បាត់ហើយ Bardock ពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលក្រុមរបស់គេបានទទួលបញ្ជាពី Frieza ផ្ទាល់បែបនេះ Bardock ក៏រត់យ៉ាងលឿនចាកចេញពីទីនេះដើម្បីទៅតាមគ្នារបស់គេតែពេលនោះក៏ប្រទះឃើញខាការ៉ុតកំពុងតែដេកយំនៅក្នុងបន្ទប់នៅក្បែរនោះពេលនឹងដែរ Bardock ក៏មើលឃើញនៅកំហើញមួយទៀតគឺភពវិជីថានឹងត្រូវផ្ទុះខ្ទេច Bardock ក៏ប្រើប្រាស់ម៉ាស៊ីនស្កេនកម្រិតថាមពលរបស់គេស្កេនទៅលើខាការ៉ុតហើយក៏ឃើញថាខាការ៉ុតគេមានថាមពលដូចតែសេនថ្នាក់ទាបដទៃទៀតដែរទេធ្វើឲ្យ Bardock រៀងខកចិត្តបន្តិចមកមើលគ្នារបស់ Bardock វិញពេលនេះពួកគេស្លាប់អស់ហើយនៅសល់តែ Thora ម្នាក់តែប៉ុណ្ណោះ Thora ក៏សួរពួកគេថាហេតុអ្វីបានជាធ្វើបែបនេះពេលនឹងដែរ Dodoria ក៏ដើរចេញមកហើយក៏ប្រាប់ Thora ថាឯងមិនត្រូវភ្លេចថាខ្លួនឯងអន់ទេ Thora វិញគេមិនយល់អំពីអ្វីដែល Dodoria ធ្វើទេ Thora ក៏ប្រាប់ថាពួកគេធ្វើការឲ្យ Frieza Dodoria ក៏តបថាគេដឹងតែហើយ Frieza ក៏ពេញចិត្តជាមួយនឹងការងាររបស់ពួកឯងផងដែរគឺពេញចិត្តខ្លាំងពេករហូតចង់ឲ្យពួកឯងស្លាប់ទាំងអស់គ្នាដោយសារតែថាមពលពួកឯងកាន់តែកើនឡើងខ្លាំងទៅThora គេមិនសុខចិត្តទេព្រោះរាល់អ្វីដែលក្រុមរបស់ពួកគេបានធ្វើគឺសុទ្ធសឹងតែដើម្បីផលប្រយោជន៍ Frieza តែប៉ុណ្ណោះ Dodoria ក៏តបថាឯងនេះពិតជាល្ងងពេកហើយព្រោះថាអ្វីដែលក្រុមរបស់ពួកឯងអាចធ្វើបាននៅពេលនេះវាមិនទាន់មានបញ្ហាអីសម្រាប់ Frieza ទេប៉ុន្តែអ្វីដែលក្រុមពួកឯងអាចធ្វើបាននៅពេលអនាគតទៅវាជាបញ្ហាសម្រាប់ Frieza បន្ទាប់ពីនិយាយចប់ហើយ Dodoria ក៏វាយសម្រាប់ Thora ចោលបាត់ទៅមកមើល Bardock វិញពេលនេះគេធ្វើដំណើរមកដល់ភពមិត្តហើយបន្ទាប់ពីឃើញថាទាហានពួកមិត្តដេកស្លាប់ពេញហ្នឹងធ្វើឲ្យគេសប្បាយចិត្តខ្លាំងមែនទែនព្រោះថានេះមានន័យថាក្រុមរបស់គេកាន់តែខ្លាំងជាងមុនបន្ទាប់ពីចាប់ទីតាំងគ្នារបស់គេតាមរយៈម៉ាស៊ីនស្កេនកម្រិតថាមពលរួចហើយគេក៏ហោះទៅទីនោះដោយគិតថាប្រហែលជាគ្នារបស់គេកំពុងតែជប់លៀងហើយពេលដែលមកដល់ Bardock ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាគ្នារបស់គេបានដេកស្លាប់ពេញហ្នឹងពេលនោះនៅសល់តែ Thora ម្នាក់តែប៉ុណ្ណោះដែលនៅមិនទាន់ស្លាប់ Thora ក៏រៀបរាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងនិងគម្រោងការរបស់ Frieza នៅក្នុងការសម្លាប់ពួកគេមូលហេតុដែល Frieza ធ្វើបែបនេះដោយសារតែគេខ្លាចពួកសេនមានថាមពលកាន់តែខ្លាំងជាងនេះ Thora ក៏និយាយពីចុងក្រោយរបស់គេទៅកាន់ Bardock ថាលីហើយមិត្តសម្លាញ់រួចគេក៏ដាច់ខ្យល់ស្លាប់បាត់ទៅពេលនឹងដែរកូនចៅរបស់ Frieza ផ្សេងទៀតក៏ចេញមកឌឺគេថាឯងគួរតែមកឲ្យលឿនជាងនេះដើម្បីមើលគ្នារបស់ឯងស្លាប់ម្ដងម្នាក់ដោយស្នាដៃរបស់ពួកយើងពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នាតែមើលទៅពួកគេមិនមែនជាដៃគូរបស់ Bardock ទេខណៈពេលដែលកំពុងប្រយុទ្ធគ្នា Bardock ក៏មើលឃើញខាការ៉ុតប្រើប្រាស់ក្បាច់ Kaioken និងការប្រយុទ្ធគ្នារវាង Vegeta និងខាការ៉ុតផងដែរធ្វើឲ្យ Bardock មិនយល់អំពីអ្វីដែលគេមើលឃើញឡើយបន្ទាប់ពីយកឈ្នះទៅលើកូនចៅរបស់ Frieza រួចហើយ Dodoria ក៏ចេញមកហើយក៏បាញ់ប្លាសយ៉ាងធំមួយចេញពីមាត់របស់គេទៅកាន់ Bardock ស្របពេលនឹងដែរកូនចៅរបស់គេម្នាក់បានខកមកប្រាប់ថា Frieza បញ្ជាឲ្យគេត្រឡប់ទៅវិញមុនពេលដែល spaceship របស់គេធ្វើដំណើរដល់ភព Vegeta មួយសន្ទុះក្រោយមកក៏ឃើញថា Bardock គេនៅមិនទាន់ស្លាប់ទេមកមើលខាការ៉ុតដែលជា Goku វិញពេលនេះអ្នកវិទ្យាសាស្ត្រកំពុងតែរៀបចំបញ្ជូនគេទៅកាន់ភពផែនដីត្រឡប់មក Dodoria វិញគេបានរាយការណ៍ទៅកាន់ Frieza ថាការងាររបស់ពួកគេបានសម្រេចហើយ
តែសាបនដែលនៅក្បែរនោះក៏ប្រាប់ថាបាដកគេនៅមិនទាន់ស្លាប់ទេដែលពេលនេះគេកំពុងតែធ្វើដំណើរទៅកាន់ភពវិជីថាដូដូរៀលក៏សុំទោស Frieza ហើយក៏ប្រាប់ថាគេនឹងបង្ហាញការងាររបស់គេឥឡូវនេះ Frieza ក៏ប្រាប់ថាមិនបាច់ទៅតាមចាប់ឃ្មុំមួយក្បាលនឹងទេព្រោះថាឥឡូវនេះយើងនឹងទៅរកសម្បុករបស់វាតែម្ដងដែលនេះមានន័យថា Frieza នឹងកំទេចភពវិជីថានិងពូសេនដតីទៀតចោលនៅបន្តិចទៀតនេះហើយអ្វីដែល Frieza គិតនៅពេលនេះគឺបាដកដឹងទាំងអស់ដោយសារតែគេទទួលបានថាមពលនៅក្នុងការអានគួរក្បាលនិងមើលឃើញអនាគតពីមេតាហានរបស់ពួកខាណាសានៅតាមផ្លូវនឹងដែរបាដកក៏បានជួបជាមួយនឹង spaceship របស់ខាការ៉ុតផងដែរប៉ុន្តែគេមិនដឹងថានេះគឺជា spaceship របស់កូនគេទេពេលដែលមកចោះចត់អ្នកធ្វើការនៅទីនោះក៏ប្រាប់ថាខាការ៉ុតទើបតែធ្វើដំណើរទៅកាន់ភពផែនដីមុននឹងបន្តិចទេឮបែបនេះភ្លាមបាដកក៏ដឹងថាគំហើញដែលគេមើលឃើញថាកូនរបស់គេធ្វើដំណើរទៅកាន់ភពផែនដីគឺជាការពិតពេលនេះបាដកដឹងហើយថាអ្វីដែលគេមើលឃើញគឺសុទ្ធសឹងតែកើតឡើងទាំងអស់អញ្ចឹងមានន័យថាគំហើញដែលគេមើលឃើញភពវិជីថាផ្ទុះនឹងកើតឡើងដូចគ្នាបាដកក៏រត់យ៉ាងលឿនជាមួយនឹងរបួសដ៏ធ្ងន់ធ្ងររបស់គេហើយក៏ប្រាប់សេនដតីទៀតថា Frieza កំពុងតែធ្វើដំណើរមករកពួកគេហើយដោយសារតែ Frieza ខ្លាចពួកគេចំណែកឯគ្នារបស់គេទាំងអស់ត្រូវបានស្លាប់ដោយសារស្នាដៃរបស់ Frieza សេនដតីទៀតក៏ចាប់ផ្ដើមសើចហើយនឹងមិនជឿអំពីអ្វីដែលបាដកប្រាប់ពួកគេឡើយព្រោះតែវាគ្មានផ្លូវទេដែល Frieza ខ្លាចសេនដូចជាពួកគេបាដកក៏ស្រែកយ៉ាងខ្លាំងថាពួកឯងនឹងស្លាប់ទាំងអស់គ្នារួចគេក៏ដើរចេញពីទីនោះអ្នកដែលនៅទីនោះគ្មាននរណាគេម្នាក់ប្រកាន់បាដកទេដោយសារតែពួកគេគិតថាប្រហែលជាការបាត់បង់ក្រុមរបស់គេទើបធ្វើឲ្យបាដករវើរវាយបែបនេះបាដកវិញគេបានឮសំឡេងនរណាគេម្នាក់ស្រែកហៅឈ្មោះរបស់គេដែលសំឡេងនេះគឺជាសំឡេងរបស់ខាការ៉ុតដែលជាកូនប្រុសរបស់គេនៅពេលដែលគេពេញវ័យហើយនៅទីនោះដែរក៏មានវត្តមានរបស់ Frieza ផងដែរបាដកក៏សម្រេចចិត្តបញ្ឈប់ Frieza ដោយដៃទាំងពីររបស់គេចំណែកឯ Frieza វិញបានបញ្ជូនទ័ពរបស់គេជាច្រើនចេញមកតទល់ជាមួយនឹងបាដកHe's insane! Frieza! Come out and fight me! You coward! Come out! Frieza ក៏ចេញពីក្នុង spaceship របស់គេឃើញបែបនេះបាដកក៏ស្រែកប្រាប់ថាពួកគេទាំងអស់គ្នាសម្រេចចិត្តជប់ធ្វើការឲ្យឯងទៀតហើយឯងអាចទៅរកអ្នកផ្សេងឲ្យធ្វើការងារស្មោកគ្រោករបស់ឯងទៅ Frieza គេអត់និយាយច្រើនទេក៏ធ្វើការបញ្ចេញនៅថាមពលដ៏ធំរបស់គេចេញមកSon, you are the one who will defeat Frieza. Kakarot! ពេលនេះភពវិជីថាត្រូវបានផ្ទុះបែកនិងរលាយអស់គ្មានសល់ហើយនៅទីបញ្ចប់នៃជីវិតរបស់គេបាដកនៅតែមិនអាចការពារភពវិជីថានិងពូជសាសន៍របស់គេបានឡើយមកមើលវិជីថាវិញគេកំពុងតែស្ថិតនៅក្នុងភពមួយទៀតហើយមិនបានដឹងអំពីអ្វីដែលបានកើតឡើងទៅលើភពកំណើតរបស់គេឡើយចំណែកឯខាការ៉ុតវិញក៏បានធ្វើដំណើរទៅដល់ភពផែនដីស្របពេលនឹងដែរ Gohan ក៏ធ្វើដំណើរកាត់ទីនោះហើយក៏ប្រទះឃើញខាការ៉ុតគាត់ក៏បានដាក់ឈ្មោះឲ្យគេថា Son Goku មកមើលបាដកវិញបន្ទាប់ពីគេត្រូវបានសម្លាប់ដោយ Frieza គេបានដឹងខ្លួនមកវិញនៅក្នុងផ្ទះមួយហើយគេពិតជាឆ្ងល់មែនទែនមិនបានជាគេនៅរស់បែបនេះពេលដែលគេមើលទៅបរិស្ថានខាងក្រៅគេក៏ចាប់អារម្មណ៍ថាភពមួយនេះមានបរិស្ថានដូចជាភពវិជីថាអញ្ចឹងស្របពេលនឹងដែរក៏មានអេលៀន2នាក់បានដើរចូលមកធ្វើឲ្យបាដករៀងភ័យបន្តិចព្រោះថាគេមិនដែលឃើញអេលៀនប្រភេទនេះពីមុនមកទេអេលៀននោះក៏បានណែនាំខ្លួនថាគេមានឈ្មោះថាអាណាដែលជាគ្រូពេទ្យប្រចាំនៅភូមិមួយនេះហើយនេះគឺជាកូនប្រុសរបស់គាត់ដែលមានឈ្មោះថា Berry អាណាក៏បន្តទៅថាកន្លែងដែលពួកគេរស់នៅនេះគឺជាភពផ្លានឬបែបនេះធ្វើឲ្យបាដកពិតជាឆ្ងល់មែនទែនព្រោះថាឈ្មោះផ្លាននេះគឺជាឈ្មោះដើមរបស់ភពវិជីថាមុនពេលដែលពូសេនបានគ្រប់គ្រងនិងផ្លាស់ប្ដូរឈ្មោះវាហើយបាដកក៏ចាប់អារម្មណ៍ទៀតថាថ្នាំដែលអាណាលាបឲ្យគេគឺមានសារធាតុដូចជាទឹកដែលស្ថិតនៅក្នុងម៉ាស៊ីនដែលគេប្រើប្រាស់សម្រាប់ព្យាបាលអញ្ចឹងបាដកក៏ចាប់ផ្ដើមសង្ស័យថាគេប្រហែលជាបានឆ្លងពេលវេលាមកកាន់អតីតកាលនៅពេលនោះក៏មាន spaceship ដែលមានរូបរាងដូចជា spaceship របស់ Frieza បានធ្វើដំណើរមកទីនេះអេលៀន2នាក់ដែលចេញពី spaceship មួយនោះក៏បានធ្វើការបាញ់កំទេចភូមិមួយនេះហើយក៏ប្រាប់អ្នកភូមិថាចាប់ពីពេលនេះទៅភពផ្លានគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេបាដកក៏ធ្វើដំណើរមកទីនេះហើយក៏វាយពួកគេទាំងពីរនាក់ឲ្យដួលអស់ទៅអ្នកភូមិនៅទីនោះក៏មកអរគុណបាដក
ដែលបានការពារភូមិរបស់ពួកគេតែបាដកក៏ប្រាប់ពួកគេថាកុំយល់ច្រឡំអីគេមិនខ្វល់ពីភូមិមួយនេះទេនិយាយរួចគេក៏ហោះចាស់ចេញពីទីនោះនិងមកសម្រាកនៅក្នុងរោងភ្នំមួយកន្លែងដែលនៅក្បែរនោះពេលនឹងដែរ Berry ក៏បានយកម្ហូបនិងថ្នាំមកឲ្យគេតែបាដកក៏សម្លុតគេឲ្យចាស់ចេញពីទីនេះបើមិនអញ្ចឹងទេគេនឹងសម្លាប់គេចោលដោយភ័យពេក Berry ក៏ទុកម្ហូបនិងថ្នាំនៅទីនោះរួចគេក៏ចេញបាត់ទៅយប់ឡើង Berry ក៏យកថ្នាំនិងម្ហូបមកឲ្យទៀតនៅពេលដែលគេឃើញថាបាដកបានញ៉ាំម្ហូបរបស់គេបែបនេះធ្វើឲ្យគេពិតជាសប្បាយចិត្តខ្លាំងមែនទែនស្អែកឡើង Berry ក៏បន្តធ្វើបែបនេះទៀតរហូតដល់ពួកគេជិតស្និទ្ធនឹងគ្នាបាដកក៏ណែនាំឈ្មោះរបស់គេទៅកាន់ Berry 10 ថ្ងៃបានកន្លងផុតទៅនៅក្នុង spaceship មួយ Lord Chill បានដឹងអំពីការបាត់ខ្លួនរបស់កូនចៅគេនៅលើភព Plan បើយើងមើលទៅលើរូបរាងរបស់ Lord Chill គឺពិតជាដូច Frieza ខ្លាំងមែនទែនកាត់មកភព Plan វិញពេលនេះ Lord Chill និងកូនចៅរបស់គេបានធ្វើដំណើរមកដល់ទីនេះហើយក៏កុហកអ្នកភូមិនៅទីនេះថាពួកគេគឺជាប៉ូលីសអវកាសដែលការពារសន្តិភាពនៅក្នុង Galaxy មួយនេះមូលហេតុដែលពួកគេមកទីនេះគឺពួកគេមកចាប់ចៅអវកាស2នាក់ដែលបានរត់គេចខ្លួនឬបែបនេះអ្នកភូមិម្នាក់ក៏ប្រាប់ថាចៅអវកាស2នាក់នោះត្រូវបានកម្ចាត់ដោយបុរសម្នាក់ដែលមានឈ្មោះថាបាដកបាត់ហើយ Lord Chill ក៏សួរអំពីទីតាំងរបស់បាដកព្រោះថាគាត់ចង់ទៅអរគុណបាដកដែលបានជួយកិច្ចការរបស់គាត់ការសន្ទនាមួយនេះក៏បានឃើញដោយ Berry ផងដែរ Berry ក៏រត់យ៉ាងលឿនទៅប្រាប់បាដកអំពីរឿងមួយនេះដោយសារតែគេគិតថាពួកគេមិនមែនជាប៉ូលីសអវកាសទេដោយសារតែមុខមាត់របស់ពួកគេម្នាក់ៗគឺគួរឲ្យខ្លាចខ្លាំងមែនទែនតែបាដកគេអត់ខ្វល់ទេស្រាប់តែពេលនោះក៏មានបន្ទូយ៉ាងធំបានផ្ទុះនៅក្នុងភូមិឃើញបែបនេះ Berry ក៏អង្វរឲ្យបាដកជួយអ្នកភូមិបើមិនអញ្ចឹងទេអ្នកភូមិទាំងអស់នោះនឹងស្លាប់ទាំងអស់មកមើលនៅក្នុងភូមិវិញ Lord Chill និងកូនចៅរបស់គេបានធ្វើការបាញ់កំទេចភូមិនិងសម្លាប់អ្នកភូមិអស់ជាច្រើនអ្នក Lord Chill ក៏បញ្ជាឲ្យអាណាប្រគល់ថ្នាំព្យាបាលរបស់គេមកឲ្យគេតែអាណាក៏បដិសេធឃើញបែបនេះ Lord Chill ក៏បញ្ជាឲ្យកូនចៅរបស់គេ2នាក់ទៀតសម្លាប់អាណាតែសំណាងអីពេលនោះបាដកក៏មកជួយគេទាន់គ្រាន់តែដឹងថានេះគឺជាបាដកភ្លាម Lord Chill ក៏ដកមួករបស់គេចេញធ្វើឲ្យបាដកខឹងខ្លាំងមែនទែនដោយគិតថាគេគឺជា Frieza រួចក៏ស្ទុះទៅមាត់ Lord Chill មួយដៃយ៉ាងខ្លាំង Lord Chill ក៏ទាត់គេមួយជើងសងវិញផងដែររួចក៏យកជើងរបស់គេជន់ទៅលើក្បាលរបស់បាដកហើយក៏ប្រាប់ថាគេមិនមែនជា Frieza ទេឈ្មោះរបស់គេគឺ Lord Chill ដែលជាចៅអវកាសនៅក្នុង Galaxy មួយនេះបន្ទាប់ពីគិតបានបន្តិចបាដកក៏ដឹងថា Lord Chill គឺជាដូនតារបស់ Frieza ព្រោះថាពេលនេះគេកំពុងតែស្ថិតនៅអតីតកាលអញ្ចឹងហើយ Frieza នៅមិនទាន់កើតមកទេ Lord Chill ក៏ត្រៀមបាញ់ Blast របស់គេសម្រាប់បាដកឃើញបែបនេះ Berry ក៏រត់ចូលទៅជួយតែក៏ត្រូវ Lord Chill បាញ់គេឲ្យខ្ទាតមកខាងក្រោយវិញធ្វើឲ្យគេសន្លប់បាត់ទៅឃើញបែបនេះបាដកគេពិតជាខឹងនឹងខ្លួនឯងមែនទែនដែលមិនអាចធ្វើឲ្យបានហើយអ្វីៗដែលបានកើតឡើងចំពោះភពវិជីថានិងគ្នារបស់គេគឺជាកំហុសរបស់គេទាំងអស់បាដកក៏បន្តបន្ទោសខ្លួនឯងទៀតថាបើសិនជាគេមានធម៌ពលគ្រប់គ្រាន់នោះគេនឹងអាចជួយគ្នារបស់គេក៏ដូចជាភពកំណើតរបស់គេបានផងដែរស្រាប់តែពេលនោះមេឃក៏ចាប់ផ្ដើមប្រែប្រួលហើយមានរន្ទះបាញ់ចុះមកជាច្រើនបាដកវិញរាងកាយរបស់គេក៏ចាប់ផ្ដើមប្រែកាយទៅជាសក់ផងមាសបន្ទាប់ពីប្រែកាយរួចហើយបាដកក៏ដើរចូលទៅកាន់ Lord Chill ចំណែកឯ Lord Chill វិញក៏បាញ់ប្លាសជាច្រើនមករកគេតែឃើញថាប្លាសទាំងនោះមិនអាចធ្វើឲ្យបាដកមានរបួសអីសូម្បីបន្តិចឃើញបែបនេះធ្វើឲ្យ Lord Chill ឆ្ងល់ខ្លាំងមែនទែនថាគេគឺជាពីណាគេបាដកក៏ប្រាប់ថាគេគ្រាន់តែជាសេនធម្មតាម្នាក់តែប៉ុណ្ណោះរួចបាដកក៏វាយ Lord Chill មិនឲ្យតដៃរួចទេ Lord Chill វិញគេមិនសុខចិត្តទេនៅពេលដែលមាននរណាគេម្នាក់ខ្លាំងជាងគេបែបនេះរួច Lord Chill ក៏បាញ់ Blast របស់គេយ៉ាងធំមួយដើម្បីកំទេចភពមួយនេះចោលតែបាដកក៏បាញ់ Blast របស់គេ counter ត្រឡប់ទៅវិញផងដែរជាចុងក្រោយ Lord Chill មិនអាចទប់ទល់ជាមួយ Blast របស់បាដកបានឡើយគឺត្រូវបាដកបាញ់គេឡើងខ្ទាតចេញមកលើលំហអវកាសមុននឹងដាច់ខ្យល់ស្លាប់ Lord Chill បានផ្ដាំកូនចៅរបស់គាត់ថាកុំភ្លេចប្រាប់គ្រួសាររបស់គាត់ឲ្យប្រយ័ត្នជាមួយនឹងពស់សែនដែលមានសក់ពណ៌មាសនិយាយរួច Lord Chill ក៏ដាច់ខ្យល់ស្លាប់បាត់ទៅ
ជាចុងក្រោយខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាទៀតថាសាច់រឿងនេះគឺជាសាច់រឿងដែលស្ថិតនៅក្នុងបន្ទាត់ពេលវេលាមួយទៀតតែប៉ុណ្ណោះដែលនៅក្នុងបន្ទាត់ពេលវេលាគោលបាដកគាត់បានស្លាប់បាត់ហើយគឺគាត់បានស្លាប់នៅពេលដែល Frieza បានកំទេចភពវិជីថាជាមួយនឹងសេនដតីទៀតចំពោះប្រវត្តិបាដកដែលជាឪពុករបស់ Goku ក៏ចាប់ត្រឹមនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយដែលជាការប្រយុទ្ធគ្នារវាង Goku និង Frieza ដែលស្ថិតនៅក្នុងបន្ទាត់ពេលវេលាគោលបាទអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ